រឿងប្រវត្តិអ្នកតាឃ្លាំងមឿងទីកន្លែងអ្នកតានោះជាទីហោស្ថានមានរុក្ខជាតិតូចធំដុះជុំវិញមានមែកបែកសាខាមានម្លប់ត្រឆៃត្រជាក់គួរឲ្យសប្បាយអស្ចារ្យហើយមានសត្វបក្សីបក្សាកណ្ដៀវខៀវខ្ញាប្រជិតគ្នាលើមែកព្រឹក្សានោះឬសូរសំឡេងត្រហឹងបន្ទាប់អំពីរុក្ខជាតិក៏មានវាលស្រែព័ទ្ធជុំវិញបើមើលអំពីចម្ងាយទៅឃើញរុក្ខជាតិដង្គមត្រសុំខ្មួលខ្មៅដាច់ស្រយាលអំពីភូមិស្រុកបណ្ដាដើមឈើទាំងអស់នៅទីនោះមានដើមសំរោងមួយខ្ពស់ជាងជើងទៀតដុះចំពីមុខអាស្រមពីសាលាខេត្តពោធិ៍សាត់ទីអ្នកតាមានចម្ងាយប្រមាណជា6គីឡូម៉ែត្រគេត្រូវចេញតាមផ្លូវថ្នល់ពីសាលាខេត្តទៅទិសខាងលិចប្រមាណជា2គីឡូម៉ែត្រត្រូវងាកទៅទិសខាងត្បូងឲ្យស្មៃយានដល់ឃុំបាក់នឹមបែរទៅទិសខាងលិចដល់ភូមិព្រែកជីកឡើងពីព្រែកជីកងាកទៅកាន់ទិសខាងជើងទើបដល់កន្លែងអ្នកតាជុំវិញអាស្រមអ្នកតាមានវាលស្រឡះទំនេរនៅត្រង់ចន្លោះរុក្ខជាតិនៅពីខាងត្បូងអាស្រមជាទីវាលទុកសម្រាប់ធ្វើរោងមានបណ្ដោយ60ម៉ែត្រតឹង40ម៉ែត្រធ្វើដោយឈើប្រក់ស្បូវមានបណ្ដោយ8តឹង4កម្ពស់4ម្សិលស្រលីងមិនមានជញ្ជាំងបិទបាំងទេជុំវិញអាស្រមមានលានទំហំ4ទុកបំរុងឲ្យពួកអ្នកទៅធ្វើបុណ្យដើរហែប្រតិសិននៅពេលឡើងអ្នកតាពីខាងក្រៅទីវាលមានរបងធ្វើដោយឈើខ្លឹមព័ទ្ធជុំវិញមានតែផ្លូវចូលពីទិសខាងកើតមួយនិងពីខាងត្បូងមួយក្នុងអាស្រមខាងមុខទូអ្នកតាមានរានមាំបណ្ដោយ3តឹង2កម្ពស់5គិតធ្វើដោយឈើជារានសម្រាប់ដាក់ដង្វាយអ្នកតាខាត់ជើងនិងខាងត្បូងអ្នកតាមានបង្ហាន់ដៃដោតដោយចាមរណីបៃមុនធ្វើដោយឈើដែរទូអ្នកតាមិនមានរូបរាងបែបឈើធ្នើជាតំណាងទេគឺជាទូដីដំបុកសុទ្ធទំហំបណ្ដោយ2តឹង1កម្ពស់2ដែលកើតអំពីសត្វកណ្ដៀវវាពួនឡើងថ្មីទៀតសន្មតថាជាទូអ្នកតាតែម្ដងនៅកម្ពូលនៃដំបុកមានពំនុកដី4-5ស្រួចបែកចេញមើលទៅដូចជាកម្ពូលនគរវត្តអ្នកស្រុកសម្គាល់ថាបើមានសត្វកណ្ដៀវពួនឡើងថ្មីទៀតសន្មតថាចៅវីខេតឬចៅហ្វាយស្រុកនៅខេត្តស្រុកនេះនឹងត្រូវផ្លាស់ចេញឬខូចបុណ្យសត្វដីដំបុកនេះមិនដឹងជាកើតពីត្រឹមរាជស្ដេចណាទេពុំមានអ្នកស្រុកណាដឹងសោះពិធីបុណ្យឡើងអ្នកតាបុណ្យនេះជាបុណ្យទំនៀមទម្លាប់ជាប់យូរមកហើយរបស់អ្នកស្រុកនិងពួកសាលាស្រុកតែងធ្វើតែរាល់ឆ្នាំក្នុងខែពិសាខថ្ងៃសៅរ៍តែមិនកំណត់ជាខ្នើតឬរនោចទេរើសជាយកតែថ្ងៃសៅរ៍ពេលធ្វើលុះណាតែមានសេចក្តីបង្គាប់អំពីចៅហ្វាយស្រុកបាកានប្រាប់ទៅមេឃុំមេស្ទឹងអាចារ្យវត្តនិងបណ្ដារះទាំងអស់ឲ្យស្អាតល្អសម្រាប់ព្រះសង្ឃនិងមន្ត្រីរាជការក្នុងខេត្តប្រពៃណីរបស់អ្នកស្រុកកាលពីថ្ងៃទី18មិថុនាឆ្នាំ1949ពេលចាប់ផ្ដើមបុណ្យត្រូវជួបជុំមេឃុំទាំងអស់មេស្មឹងអាចារ្យវត្តនិងបណ្ដារះនៅទីកន្លែងអ្នកតាពេលម៉ោង6ល្ងាចមេស្មឹងអុជទៀនធូបទៅជម្រាបអ្នកតាថាថ្ងៃនេះយើងខ្ញុំជាកូនចៅមកជួបជុំគ្នាធ្វើបុណ្យទៅទីនេះជូនលោកតាសុំឲ្យយើងទាំងអស់គ្នាបានសុខសប្បាយរួចគេលេងភ្លេងថ្វាយមានភ្លេងខ្មែរភ្លេងពិណពាទ្យភ្លេងឆៃយ៉ាំភ្លេងត្រពាំងទាតាមធម្មតាឬសូភ្លេងប្រគំត្រហឹងអឹងកងរំពងព្រៃមនុស្សចាស់ក្មេងរទេះគោរទេះក្របីមកពីស្រុកឆ្ងាយមកជួបជុំគ្នាមានដេដាស់នៅទីនោះមកអង្គ5-4យប់ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះរួចនិមន្តព្រះសង្ឃ10អង្គចម្រើនព្រះបរិត្តលុះព្រឹកឡើងថ្ងៃអាទិត្យ19ខែឆ្នាំដដែលពេលម៉ោង8កន្លះពួកមន្ត្រីរាជការសាលាខេត្តសាលាស្រុកគ្រប់តំណែងអញ្ជើញទៅជួបជុំគ្នានៅកន្លែងនោះហើយចូលទៅឈរនៅខាងត្បូងអ្នកតាមេស្មឹងអុជទៀនធូបជូនពួកអស់លោកដល់ថ្វាយអ្នកតាដោយសេចក្តីគោរពរួចមេស្មឹងបង្គាប់ឲ្យលើគ្រឿងតង្វាយមករៀបនៅលើរានចំពោះមុខអ្នកតាតង្វាយអ្នកតាគី1កន្ទេលក្រហមខ្នាយ2សំពត់សក្រាលពីលើកន្ទេល3ស្លាធម៌1គូដុតម្លូ5ធូប3សរសៃ4ក្បាលជ្រូក1គូមានទាំងកន្ទុយដាក់នៅមាត់ផង5ផ្ដិលទឹកអប់1ទូឈើស្ទន់6ពៀនស្លាបារី1គូ7ដបស្រា1គូមានទាំងពែង8ចេកនូន2ស្និតតម្កល់លើចានទៀប9បង្អែម2ស្តុក10កន្ទងស្លឹកចេក1គូ11មាន់ស្ងោរ1គូ12ស្នែងសត្វទន្សោង1គូរំដាប់តង្វាយទាំង13មុខនេះមានទូគ្រប់ទាំងអស់សម្រាប់ដាក់ឆ្វេងស្តាមក្រៅអំពីតង្វាយ13នេះមានតង្វាយដែលអ្នកស្រុកថ្វាយថែមទៀតបរិបូរណត្រៀបត្រាដល់ដៅលើរាននោះគេអុជទៀនធូបចែកគ្នាកាន់ដើរហែប្រតិសិនជុំវិញអាស្រមជាការគោរពចំពោះអ្នកតានិងនឹកដល់គុណលោកអុកញ៉ាសេនាបតីមឿងដែលស៊ូបដូរជីវិតយកឈាមក្រាលផែនដីមានកេរ្តិ៍ឈ្មោះតាំងពីកុស1516ដល់រៀបមកដល់សប្តាហ៍ថ្ងៃនេះទើបអ្នកស្រុកសន្មតហៅថាអ្នកតាឃ្លាំងមឿងគេរើសរកមនុស្សឲ្យមានរូបរាងពន់គ្នា2នាក់សម្រាប់ពាក់ស្នែងសត្វទន្សោង1តែងគូស្លៀកសំពត់ផាមួងចង់ក្បិនខ្លួនទេអ្នករាំ2នាក់ទៀតធ្វើព្រានព្រៃម្នាក់ស្ដាយកាំភ្លើងម្នាក់ស្ដាយបាយសំណុំដើរតាមពីក្រោយស្លៀកពាក់ដូចគ្នានឹងអ្នកពាក់ស្នែងទន្សោងដែរលុះហែ3ជុំរួចហើយគេលេងភ្លេងនោះឈ្មោះភ្លេងខ្លាំងអ្នករាំចាប់ពាក់ស្នែងរួចក្រៀបថ្វាយបង្គំអ្នកតា3ដងឡើងរាំដែរឆ្វេងរៀងខ្លងមកជួបគ្នាគ
គម្រប់3 ដងវានឹងដីអួតដាក់គ្នាចូលគ្នាដូចសត្វមែនព្រានព្រៃដើររកស្នាមជើងសត្វទន្សោងងើបអន់ដើម្បីតាមបាញ់មនុស្សឈរមើលពេញវាលនៅមុខអាស្រមអ្នកតានោះទំនុកច្រៀងមួយបងដើរព្រៃស្តុកត្រុកព្រៃស្បាតដើរកាត់ព្រៃញាតលេចវាលចូលព្រៃពីរឡើងភ្នំចុះភ្នំធម្មតាធំល្បះព្រិចលោះខ្ចីទន្សោងគោបាគីងញីគ្មៀតថ្មីល្បះព្រិចលោះខ្ចីរណោះខែពិសា3កន្លែតឲ្យទន្សោងគោបាលេចបន្លាជើងភ្នំលេបក្រមុំទាំងមូល4ជំនោខ្យល់បក់ត្រជាក់ខ្យល់ជួនកាប់ឫស្សីចង់ក្បួនជូនប្អូនទៅស្រុក5កន្សែងបងបាត់បងមិនស្ដាយបំណាច់ប្អូនឃ្លាតឆ្ងាយបងស្ដាយតែប្អូនស្រីពួកអ្នកភ្លេងច្រៀងតារាបលុះព្រានទាំងពីរនាក់ឃើញសត្វទន្សោងចូលគ្នាជាប់ក្រាបរៀងខ្លួនលបបាញ់បានទើបដោះយកស្នែងសត្វទន្សោងទាំងពីរទៅតម្កល់នៅកន្លែងដើមវិញលេងកន្លះម៉ោងចប់មេស្មឹងចាប់គ្រឿងតង្វាយគ្រប់មុខដាក់កន្ទោងចាក់ស្រាដោតធូប3សរសៃរួចនិយាយបួងសួងថាថ្ងៃនេះជាយកតែថ្ងៃសៅរ៍ពេលធ្វើលុះណាតែមានសេចក្តីបង្គាប់អំពីជើហ្វាយស្រុកបាកានប្រាប់ទៅមេឃុំមេស្ទឹងអាចារ្យឲ្យវត្តនិងបណ្ដារាទាំងអស់ឲ្យស្អាតល្អសម្រាប់ព្រះសង្ឃនិងមន្ត្រីរាជការក្នុងខេត្តប្រពៃណីរបស់អ្នកស្រុកកាលពីថ្ងៃទី18មិថុនាឆ្នាំ1949ពេលចាប់ផ្ដើមបុណ្យត្រូវជួបជុំមេឃុំទាំងអស់មេស្មឹងអាចារ្យឲ្យវត្តនិងបណ្ដារានៅទីកន្លែងអ្នកតាពេលម៉ោង5:01ល្ងាចមេស្មឹងអុជទៀនធូបទៅជម្រាបអ្នកតាថាថ្ងៃនេះយើងខ្ញុំជាកូនចៅមកជួបជុំគ្នាធ្វើបុណ្យទៅទីនេះជូនលោកតាសុំឲ្យយើងទាំងអស់គ្នាបានសុខសប្បាយរួចគេលេងភ្លេងវាមានភ្លេងខ្មែរភ្លេងពិណពាទ្យភ្លេងឆៃយ៉ាំភ្លេងត្រពាំងទាតាមធម្មតាឮសូរភ្លេងប្រគំត្រហឹងអឹងកងរំពងព្រៃមនុស្សចាស់ក្មេងរទេះគោរទេះក្របីមកពីស្រុកឆ្ងាយមកជួបជុំគ្នាមានដេដាស់នៅទីនោះម៉ោង9យប់ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះរួចនិមន្តព្រះសង្ឃ10អង្គចម្រើនព្រះបរិត្តលុះព្រឹកឡើងថ្ងៃអាទិត្យ19ខែឆ្នាំដដែលពេលម៉ោង8កន្លះពួកមន្ត្រីរាជការសាលាខេត្តសាលាស្រុកគ្រប់តំណែងអញ្ជើញទៅជួបជុំគ្នានៅកន្លែងនោះហើយចូលទៅឈរនៅខាងត្បូងអ្នកតាមេស្មឹងអុជទៀនធូបជូនពួកអស់លោកដល់ថ្វាយអ្នកតាដោយសេចក្តីគោរពរួចមេមឹងបង្គាប់ឲ្យលើកគ្រឿងតង្វាយមករៀបនៅលើរានចំពោះមុខអ្នកតាតង្វាយអ្នកតាគី1កន្ទេលក្រហមខ្នាយ2សម្ពុតសក្រាលពីលើកន្ទេល3ស្លាធម៌1គូដុតម្លូ5ធូប3សរសៃ4ក្បាលជ្រូក1គូមានទាំងកន្ទុយដាក់នៅមាត់ផង5ផ្ដិលទឹកអប់1ទូឈើស្ទន់6ពីនស្លាបារី1គូ7ដប់ស្រា1គូមានទាំងពេង8ចេកនួន2ស្និតតម្កល់លើចានទៀប9បង្អែម2ស្តុក10កន្ទងស្លឹកចេក1គូ11មាន់ស្ងោរ1គូ12ស្នែងសត្វទន្សោង1គូរណ្ដាប់តង្វាយទាំង13មុខនេះមានទូគ្រប់ទាំងអស់សម្រាប់ដាក់ឆ្វេងស្តាំក្រៅអំពីតង្វាយ13នេះមានតង្វាយដែលអ្នកស្រុកថ្វាយថែមទៀតបរិបូរណត្រៀបត្រាដល់ដៅលើរាននោះគេអុជទៀនធូបចែកគ្នាកាន់ដើរហែប្រតិសិនជុំវិញអាស្រមជាការគោរពចំពោះអ្នកតានិងនឹកដល់គុណលោកអុកញ៉ាសេនាបតីមឿងដែលស៊ូបដូរជីវិតយកឈាមក្រាលផែនដីមានកេរ្តិ៍ឈ្មោះតាំងពីកុស1516ដល់រៀបមកដល់សប្តាហ៍ថ្ងៃនេះទើបអ្នកស្រុកសន្មតហៅថាអ្នកតាឃ្លាំងមឿងគេរើសរកមនុស្សឲ្យមានរូបរាងប៉ុនគ្នា2នាក់សម្រាប់ពាក់ស្នែងសត្វទន្សោង1តែងគូស្លៀកសម្ពុតផាមុងចង់ក្បិនខ្លួនទេអ្នករំ2នាក់ទៀតធ្វើព្រានព្រៃម្នាក់ស្ដាយកំភ្លើងម្នាក់ស្ដាយបាយសំណុំដើរតាមពីក្រោយស្លៀកពាក់ដូចគ្នានឹងអ្នកពាក់ស្នែងទន្សោងដែរលុះហែ3ជុំរួចហើយគេលេងភ្លេងនោះឈ្មោះភ្លេងខ្លាំងអ្នករំចាប់ពាក់ស្នែងរួចក្រៀបថ្វាយបង្គំអ្នកតា3ដងឡើងរំដែលឆ្វេងរៀងខ្លងមកជួបគ្នាគម្រប់3ដងវានឹងដីអួតដាក់គ្នាចូលគ្នាដូចសត្វមែនព្រានព្រៃដើររកស្នាមជើងសត្វទន្សោងងើបអន់ដើម្បីតាមបាញ់មនុស្សឈរមើលពេញវាលនៅមុខអាស្រមអ្នកតានោះទំនុកច្រៀងមួយបងដើរព្រៃស្តុកត្រុកព្រៃស្បាតដើរកាត់ព្រៃញាតលេចវាលចូលព្រៃពីរឡើងភ្នំចុះភ្នំធម្មតាធំល្បះព្រិចលោះខ្ចីទន្សោងគោបាគីងញីគ្មៀតថ្មីល្បះព្រិចលោះខ្ចីរណោះខែពិសា3កន្លែតឲ្យទន្សោងគោបាលេចបន្លាជើងភ្នំលេបក្រមុំទាំងមូល4ជំនោខ្យល់បក់ត្រជាក់ខ្យល់ជួនកាប់ឫស្សីចង់ក្បួនជូនប្អូនទៅស្រុក5កន្សែងបងបាត់បងមិនស្ដាយបំណាច់ប្អូនឃ្លាតឆ្ងាយបងស្ដាយតែប្អូនស្រីពួកអ្នកភ្លេងច្រៀងតារាបលុះព្រានទាំងពីរនាក់ឃើញសត្វទន្សោងចូលគ្នាជាប់ក្រាបរៀងខ្លួនលបបាញ់បានទើបដោះយកស្នែងសត្វទន្សោងទាំងពីរទៅតម្កល់នៅកន្លែងដើមវិញលេងកន្លះម៉ោងចប់មេស្មឹងចាប់គ្រឿងតង្វាយគ្រប់មុខដាក់កន្ទោងចាក់ស្រាដោតធូប3សរសៃរួចនិយាយបួងសួងថាថ្ងៃនេះជាពេលវេលាល្អយើងខ្ញុំមកជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសលចំពោះលោកតាមឿងដែលមានគុណចំពោះស្រុកខ្មែរសូមលោកតាឲ្យព្រះប្រសពទោសាធុការដល់ប្រទេសកម្ពុជាឲ្យបានសុខសប្បាយសូមឲ្យព្រះករុណាជាម្ចាស់ជីវិតលើត្បូងសោយសេចក្តីសុខក្នុងរាជសម្បត្តិព្រមទាំងមន្ត្រីខ្ញុំរាជការទាំងអម្បាលមានក្នុងប្រទេសកម្ពុជាសូមឲ្យបានសេចក្តីសុខសប្បាយអស់ការជាអង្វែងរៀងទៅសូមឲ្យទឹកភ្លៀងបង្អោរចុះមក
ឲ្យបានសពផែនដីប្រទេសកម្ពុជាឲ្យស្រុកសម្បូរនិងសប្បាយកុំឲ្យមានភ័យអន្តរាយអ្វីឡើយបួងសួង3ដងស្រេចហើយយកកន្ទោងទៅដាក់ក្រោមដើមសំរោងនៅមុខអាស្រមរួចលើកគ្រឿងតង្វាយទាំងអស់ចេញនិមន្តព្រះសង្ឃ5អង្គបង្សុកូលពួកឧបាសកសូត្រឧទ្ទិសផលមេស្មឹងយកទឹកអប់រស់ទៅលើដំបូកដែលជាគូអ្នកតាពួកអ្នករាជការចៅហ្វាយខេត្តចៅហ្វាយស្រុកនិងមន្ត្រីតូចតាចគ្រប់តំណែងបាច់ទឹកមួយខ្ជិលម្នាក់រួចអញ្ជើញទៅរាប់បាតនៅវាលមុខរោងព្រះសង្ឃម៉ោង11រៀបភោជនាហារលៀងពួកមន្ត្រីសាលាខេត្តសាលាស្រុកធំតូចគ្រប់តំណែងដោយវត្ថុដ៏ឧត្តមពិសាសបាយមានលេងភ្លេងត្រពាំងទាមានប្រុសស្រីច្រៀងគ្នាជូនអស់លោកស្គាល់ដល់ម៉ោង12ជាការបង្ហាយកិច្ចអំពីទំនៀមរាំពាក់ស្នែងទន្សោងនិងពាក់កន្ទុយខ្នងនេះមានសេចក្តីដំណើរថាក្នុងការដ៏កន្លងយូរមកហើយសក្ការៈនឹងរាជណាមិនប្រាកដមានដើមឈើមួយដើមនៅក្នុងស្រុកពោធិ៍សាត់ថ្ងៃមួយព្រានព្រៃ2នាក់មានឈ្មោះមិនប្រាកដនាំគ្នាចូលព្រៃដើម្បីរកបាញ់សត្វតាមទម្លាប់របស់ខ្លួនលុះចូលទៅដល់ដើមឈើនោះឬសូរសំឡេងសត្វកន្លងពីរោះហាក់ដូចសូរសំឡេងភ្លេងតូឲ្យតន្ត្រីលាន់រងដូចជាសំឡេងត្រសាយដៀវឃើញសត្វទន្សាយមួយគូលោតកន្ទងចូលគ្នាលេងដូចគេរាំមានសត្វខ្លាមួយគូក្រាបនៅទីនោះវាពុះកន្ទុយហាក់ដូចជាគេវីស្គរមានសត្វខ្ងោកមួយគូកាំងស្លាបបើកន្ទុយលោកចុះលោតឡើងហាក់ដូចគេចាក់ពួកចាក់ក្បាច់ព្រានទាំងពីរអ្នកលាន់មកថាអោះណាសត្វទាំងនេះប្លែកចម្លែកអស្ចារ្យសូរសំឡេងសត្វកន្លងដូចសំឡេងតូឲ្យតន្ត្រីសត្វទន្សាយនិងសត្វខ្ងោកដូចជាអ្នករាំចាក់ក្បាច់សត្វខ្លាដូចជាអ្នកវីស្គរបន្តតាមយើងគូប្រកបធ្វើជាភ្លេងលេងតាមសត្វទាំងអស់នេះទុកជាគេឲ្យកូនចៅក្រោយគេ